កម្ពុជាបិទច្រកព្រំដែនទាំងស្រុងជាមួយថៃខណៈថៃចោទកម្ពុជាថារំលោភច្បាប់អន្តរជាតិរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃកាលពីថ្ងៃទី13ធ្នូម្សិលមិញបានសម្រេចផ្អាកការចេញចូលរបស់ពលរដ្ឋខ្មែរនិងថៃនៅតាមច្រកព្រំដែនរវាងប្រទេសទាំងពីរក្រទាហានថៃបានបើកការវាយប្រហារគ្រប់ទម្រង់និងមិនរើទិសដៅមកលើដែនអធិបតេយ្យកម្ពុជាការសម្រេចនេះធ្វើឡើងក្រោយមានបទអន្តរាគមន៍របស់ប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែនដែលបានស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពលរដ្ឋអំឡុងពេលជំនួសព្រំដែនខ្មែរថៃបន្តកើនកម្ដៅតែថៃតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនបានចោទកម្ពុជាថាបានរំលោភច្បាប់មនុស្សធម៌និងសិទ្ធិមនុស្សអន្តរជាតិទៅវិញតាមសេចក្តីប្រកាសមួយចុះថ្ងៃទី13ធ្នូក្រសួងមហាផ្ទៃបានផ្អាកការចេញចូលទាំងស្រុងរបស់ពលរដ្ឋខ្មែរនិងថៃព្រមទាំងជនបរទេសដទៃទៀតតាមច្រកព្រំដែនកម្ពុជាថៃដោយលើកហេតុផលសុវត្ថិភាពក្នុងកាលៈទេសៈដែលយោធាថៃបន្តបាំងប្រហារមកលើកម្ពុជាតាមក្រសួងមហាផ្ទៃការធ្វើបែបនេះគឺដើម្បីការពារសន្តិសុខដល់ពលរដ្ឋនិងបញ្ជារាល់គ្រោះថ្នាក់ដែលអាចកើតមានក្នុងន័យនេះក្រសួងមហាផ្ទៃបានប្រាប់ឲ្យពលរដ្ឋខ្មែរក្នុងប្រទេសថៃត្រូវបន្តស្នាក់នៅប្រទេសថៃជាធម្មតាខណៈពលរដ្ឋថៃក្នុងប្រទេសកម្ពុជាក៏ត្រូវបន្តស្នាក់នៅប្រទេសកម្ពុជារហូតដល់បទឈប់បាញ់ត្រូវបានអនុវត្តពេញលេញដំណើរគ្នានេះក្រសួងមហាផ្ទៃបានអះអាងពីការធានាសុវត្ថិភាពដល់ពលរដ្ឋថៃដែលរស់នៅកម្ពុជាព្រមទាំងបានអំពាវនាវឲ្យរដ្ឋាភិបាលថៃផ្ដល់ការគាំពារដល់ពលរដ្ឋខ្មែរក្នុងប្រទេសថៃសូមជម្រាបថាការចេញសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃខាងលើនេះកើតឡើងមិនបានប៉ុន្មានម៉ោងផងក្រោយពេលដែលលោកហ៊ុនសែនប្រធានព្រឹទ្ធសភាបានចេញសារតាមបណ្ដាញសង្គមដោយស្នើឲ្យរដ្ឋាភិបាលបិទច្រកព្រំដែនទាំងអស់ជាបណ្ដោះអាសន្នបទអន្តរាគមន៍របស់លោកហ៊ុនសែនធ្វើឡើងបន្ទាប់ពីយោធាថៃបានបើកការវាយប្រហារមិនរាក់មុខនឹងទីតាំងសូម្បីតែភូមិធានជនស៊ីវិលសាលារៀនមន្ទីរពេទ្យជាពិសេសគឺប្រាសាទបុរាណរបស់ខ្មែរដោយឡែកថៃតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោកនីកនដេចបាឡាំងគូរ៉ាបានប្រាប់សារព័ត៌មានក្នុងស្រុកថាកម្ពុជាបានរំលោភច្បាប់មនុស្សធម៌និងច្បាប់សិទ្ធិមនុស្សអន្តរជាតិចំពោះការបិទច្រកព្រំដែននាពេលនេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃរូបនេះអាជ្ញាធរថៃបានសម្រួលឲ្យពលរដ្ឋកម្ពុជាចាកចេញពីទឹកដីខ្លួនតែអាជ្ញាធរកម្ពុជាបានបដិសេធមិនបើកច្រកព្រំដែនឡើងវិញដើម្បីអនុញ្ញាតឲ្យពលរដ្ឋថៃដែលកំពុងស្នាក់នៅកម្ពុជាបានធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ពួកគេវិញនេះបើតាមកាសែតអនឡាញថៃ Thai Inquirer អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិតគិនភៀយល់ឃើញថាការដាក់បំរាមរបស់កម្ពុជាមិនមែនជាការរំលោភសិទ្ធិមនុស្សទេប៉ុន្តែលោកថាថៃទៅវិញទេដែលជាអ្នករំលោភច្បាប់អន្តរជាតិនិងសិទ្ធិមនុស្សធ្ងន់ធ្ងរជាងបំផុតក៏ព្រោះតែថៃបានបន្តឈ្លានពានមកលើទឹកដីកម្ពុជាដោយប្រើអាវុធទំនើបនិងបំពានកិច្ចព្រមព្រៀងសន្តិភាពដែលភាគីជំនួសទើបតែបានចុះហត្ថលេខាគិតធ្ងន់ថ្ងៃទី14នេះមានរយៈពេលមួយសប្តាហ៍ហើយដែលថៃបានធ្វើប្រតិបត្តិការយោធាវាយប្រហារមកលើកម្ពុជាសារជាថ្មីសកម្មភាពវាយប្រយុទ្ធត្រូវភាគីកម្ពុជាអះអាងថាហាក់មិនទាន់ថមថយនៅឡើយទេក្នុងសង្គ្រាមនេះទោះបីជាលោកដូណាល់ត្រាំចៅហ្វាយសេតវិធាននិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមប្រធានអាស៊ានជិតផុតអាណត្តិចេញមុខអន្តរាគមន៍ក៏ដោយក៏នាយករដ្ឋមន្ត្រីថៃនៅតែអះអាងថានឹងបន្តសកម្មភាពយោធារបស់ខ្លួនដដែលជាការបន្តប្រយុទ្ធរហូតទាល់តែកម្ពុជាដកទ័ពនិងដោះមីននៅតាមព្រំដែនឲ្យអស់ជាមុនសិនទើបមានការអនុវត្តបទឈប់បាញ់មួយដែលមានប្រសិទ្ធភាពកុមារ